ដើមរឿងដំបូងឡើងយើងបានលើសម្លេងពណ៌នារបស់បរិសម្នាក់ដែលយើងនិយាយសួរស្ដាប់ទៅគាត់គឺជាអ្នកមើលការខុសត្រូវឬក៏ដូចជាមេផ្ទះម្នាក់នៅក្នុងគ្រួសាររបស់ Richie ហើយពេលហ្នឹងពួកគេកំពុងតែរងចាំការចាប់កំណើតរបស់ Richie Rich នឹងឯងរំពេចហ្នឹង Richie Chad ដែលជាឪពុករបស់ Richie Rich ក៏បានប្រាប់អ្នកទាំងអស់គ្នាថាអូគាត់សប្បាយចិត្តណាស់គាត់កើតបានកូនប្រុសដ៏ល្អម្នាក់ហើយសម្បីតែអ្នកបម្រើនៅខាងក្នុងផ្ទះគេហ្នឹងក៏សម្ដែងភាពសប្បាយរីករាយជាមួយចៅហ្វាយគេនឹងដែរយើងកាន់ប្លង់ចិត្តមកយើងក៏បានឃើញថានេះគឺជាកូនមហាសេដ្ឋីពិតប្រាកដមែននិយាយទៅរបៀបរបបនៃការរស់នៅរបស់គេយើងមើលទៅហាយសូមកហើយសម្បីតែអាប្រដាប់តែក្មេងលេងគេដាក់នៅខាងលើក្បាលកូនក្មេងក៏យើងមើលឃើញថាសុទ្ធតែលុយសុទ្ធតែមាសសុទ្ធតែពេជ្រហ្មងណាហើយសម្បីតែ admin ឃើញថាបើសិនជា admin មកហ្នឹងមួយមកតិចទៀត admin នឹងជប់សម្រាយរឿងហើយសម្បីតែក្បាលទឹកដោះគោអាស្រាប់ព្រាគេហ្នឹងក៏ធ្វើពីមាសដែរហើយមើលទៅរីករាយខ្លាំងមែនតើហ្មងណាហើយពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទៅ Richie Rich ក៏គេបានវិវត្តខ្លួនខ្លាចទៅជាកំឡោះទៅហើយ Richie Rich គេចូលចិត្តលេងអាវាយកូនបាល់អាហ្នឹង admin អត់ដឹងថាជាភាសាបច្ចេកទេសគេហៅថាយ៉ាងម៉េចទេនៅក្នុងភាសាខ្មែរយើងព្រោះដូចជាមិនសូវឃើញមាននៅស្រុកខ្មែរយើងលេងអាហ្នឹងច្រើនទេត្រូវអត់ប៉ុន្តែយើងធ្លាប់ឃើញកីឡាអាហ្នឹងនៅក្នុងរឿងបរទេសច្រើនប៉ុន្តែគ្រាន់ថាប្រហែលជានៅស្រុកយើងហ្នឹងវាអត់ពេញនិយមនោះទេហើយគ្រូបង្រៀនគេនេះគេមកបរៀនដល់ផ្ទះតែម្ដងហើយព្រោះយើងដឹងស្រាប់ហើយគេគឺជាកូនសេដ្ឋីហើយ schedule របស់គេហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងវាបុកពេញហើយព្រោះគេគឺជា businessman ហើយរបៀបរបបរស់នៅរបស់គេហ្នឹងយើងមិននិយាយទេវាប្រកាសជា standard ពិតជាអស្ចារ្យខ្លាំងមែនតើហើយយើងកាន់តែប្លង់ទៀតមកហ្នឹង Richie Rich ក៏គេត្រូវទៅបំពេញបេសកកម្មមួយចំនួនពុករបស់គេបានជាតំវិកចៈហ្នឹងទៅដល់សង្កាត់ដែលជាសង្កាត់ក្រីក្រឬក៏សង្កាត់រោងចក្រអញ្ចឹងទៅដែលរោងចក្រហ្នឹងវាបានខ្សែធនមកជាយូរហើយប៉ុន្តែឪពុករបស់គេហ្នឹងក៏បានវិនិយោគបង្កើតរោងចក្រហ្នឹងឡើងវិញទៅដើម្បីជាការងារសប្បុរសធម៌ជួយទៅប្រជាជនក្រីក្រនៅតំបន់នោះផងក៏ដូចជាការស្ថាបនារោងចក្រហ្នឹងឡើងវិញអញ្ចឹងទៅព្រោះរោងចក្រហ្នឹងគេផលិតសម្ភារៈមួយចំនួនទាក់ទងទៅនឹងសម្ភារៈកីឡាហើយនៅកន្លែងហ្នឹងRichie Richក៏ពេលដែលគេនិយាយសន្ទរកថាជំនួសឪពុកគេហើយហ្នឹងគេបានឃើញក្មេងមួយក្រុមដែលជាក្មេងរស់នៅសង្កាត់ក្រីក្រហ្នឹងគេលេងអាបោះបាល់ហ្នឹងអញ្ចឹងទៅណាហើយគេមានអារម្មណ៍ថាគេហ្នឹងក៏ចង់ទៅលេងណាហ្នឹងដែរហើយគេបានចុះពីលើឆាកមកសម្ដែងទៅកន្លែងហ្នឹងប៉ុន្តែសំណាងអាក្រក់ក៏ត្រូវបានអ្នកការពារគេម្នាក់ហ្នឹងហាមអត់ឲ្យគេចូលទៅកន្លែងហ្នឹងទេប៉ុន្តែអ្នកការពារហ្នឹងមើលទៅចរិតគាត់អត់សូវល្អនោះទេហើយបរិះដែលជាមេការសិទ្ធស្នាជាមួយនឹង Richie Rich ហ្នឹងក៏បានទៅប្រាប់បរិះហ្នឹងថាអ្នកឯងលើកក្រោយហ្នឹងគួរតែប្រុងប្រយ័ត្នតិចទៅមុននឹងមកចាប់ស្មាឬក៏មកនិយាយជាមួយនឹង Richie Rich ហ្នឹងហើយពួកគេក៏បានធ្វើដំណើរត្រឡប់មកវិញមកហើយគាត់មកដល់ផ្ទះភ្លាមហ្នឹង Richie Rich ក៏គេបានចូលទៅអាបន្ទប់ក្រោមដីមួយទៀតឯកន្លែងហ្នឹងគឺជាមន្ទីរពិសោធន៍និយាយទៅគ្រួសារគេហ្នឹងមានសពមុខហ្មងណាពិសោធន៍មើលពីថាតើយើងធ្វើមិនដើម្បីបង្កើតរបស់ថ្មីដូចជារបស់ដែលមានប្រយោជន៍សម្រាប់មនុស្សចឹងទៅហើយនឹងរបស់មួយចំនួនទៀតហើយនៅខាងក្រោមហ្នឹងគេបានបង្កើតអារុយមួយដែលរុយហ្នឹងវាជារុយយន្តដែលវាអាចហោះបានអញ្ចឹងទៅណាហើយ Richie Rich បានចូលទៅលេងជាមួយនឹងសាស្ត្រាចារ្យហ្នឹងក៏ម៉ាប់ព្រោះយើងនឹងស្រាប់ហើយអ្នកដែលធ្វើការតាក់ទងនឹងអាការងារស្រាវជ្រាវអញ្ចឹងវាអត់សូវមានពេលហាត់ប្រាណនេះបានច្រើនទេចូលចិត្តញ៉ាំរបស់ផ្អែមទៅធ្វើឲ្យយើងហ្នឹងមានកំណត់ច្រើនក្នុងការគិតណាអញ្ចឹងធ្វើគាត់ធន់អញ្ចឹងវាអត់មានអីចម្លែកនោះទេហើយយើងកាត់ពីនងទៀតមកហ្នឹងគេក៏បានទៅអង្គុយលេងជាមួយនឹងប៉ាម៉ាក់របស់គេយ៉ាងសប្បាយរីករាយក្រោយពេលឡើងមកពីមន្ទីរពិសោធន៍នៅខាងក្រោមដីវិញហ្នឹង Richie Rich បានទៅប្រាប់ម៉ាក់របស់គេថាគេចង់មានពួកម៉ាក់ព្រោះថ្ងៃហ្នឹងគេអបសោកខ្លាំងមែនតើគេរវល់ទៅធ្វើការហើយមិត្តភ័ក្តិដែលពួកគេមានហ្នឹងគឺជាមិត្តភ័ក្តិរបៀបទៅកូនអ្នកមានអញ្ចឹងគេចង់បានមិត្តភ័ក្តិដែលមើលទៅហ្នឹងវាស៊ីជម្រៅវាយល់ចិត្តគ្នាអញ្ចឹងណាមិនមែនរាប់អានគេដើម្បីសម្លឹងដល់ផលប្រយោជន៍របៀបកូនអ្នកមាននោះទេប៉ុន្តែដោយសារតែម៉ាក់គេហ្នឹងរវល់ក្នុងការចាត់ចែងអាការងារសាងសង់រូបសំណាកពួកគេទាំង3នាក់នោះដែលកន្លែងហ្នឹងគឺដូចជារូបសំណាកមនុស្សដែលយើងគិតថាជាកន្លែងមួយដែលដូច admin គិតថាហ្នឹងគឺជាកន្លែងអច្ឆរិយៈមួយនៅសហរដ្ឋអាមេរិកអញ្ចឹងណាតែ admin អត់ចាំថាវានៅស្ថិតនៅក្នុងរដ្ឋណានោះទេដល់ពេលអញ្ចឹងទៅគាត់ក៏មិនសូវចាប់អារម្មណ៍ទៅនឹងសម្ដីរបស់ Richie Rich ដែរហើយគាត់គិតថាបែរជា Richie ហ្នឹងចង់រៀបចំកម្មវិធីជប់លៀងណាមួយនៅខាងក្នុងផ្ទះរបស់ខ្លួនហ្នឹងហើយព្រោះបែរជាគេអបសោកអីអញ្ចឹងទៅណាហើយស្បីតែប៉ារបស់គេហ្នឹងក៏គាត់មិនសូវជាបានយកចិត្តទុកដាក់ច្រើនចំពោះបញ្ហាហ្នឹងដែរព្រោះគាត់ហ្នឹងក៏រវល់ធ្វើការងារហើយរំពេចហ្នឹងក៏ស្រាប់តែប្រធានាធិបតីអាមេរិកហ្នឹងបានទេមកប៉ា Richie Rich ហ្នឹងហើយគាត់សុំជួបដើម្បីពិភាក្សាការងារគ្នានៅថ្ងៃស្អែកដល់ពេលអញ្ចឹងទៅក៏ធ្វើឲ្យ Richie Rich ហ្នឹងគឺទៅទេស្អាតដដែលទេបានត្រឹមរត់លេងខាងក្នុងផ្ទះម្នាក់ឯងហ្នឹងទៅហើយស្អែកក៏បានចូលមកដល់ប៉ាគេក៏បានទៅជួបប្រធានាធិបតីទៅហើយម៉ាក់គេរវល់អាការងារដែលគេមើលការកសាងអារូបសំណាកគេហ្នឹងនិយាយទៅរូបសំណាកហ្នឹងគេធ្វើឡើងដើម្បីទុកដាក់រតនសម្បត្តិឬក៏វត្ថុមានតម្លៃនិយាយទៅដូចទ្រព្យសម្បត្តិមហាសាលរបស់ពួកគេនឹងយកទៅទុកនៅខាងក្នុងភ្នំហ្នឹងទាំងអស់ហើយដល់ពេលអញ្ចឹងទៅ Richie Rich ហ្នឹងគេញាក់ភ្ញាក់ពីដេកមកហ្នឹងលោកមេការហ្នឹងក៏បានជួលគ្រូកីឡាមួយមកឡើងស្រស់ស្អាតតែម្ដងហើយមហាត់កីឡានៅខាងក្នុងបន្ទប់គេហ្នឹងឲ្យពួកគេហាត់មើលទៅសប្បាយរីករាយខ្លាំងមែនតើហើយ Richie Rich ក៏គេបានធ្វើការទំនាក់ទំនងទៅឪពុករបស់គេដែលពេលហ្នឹងគាត់កំពុងប្រជុំជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកហើយវិធីសាស្ត្រនៃការតាក់ទងទៅឪពុករបស់គេគឺទំនើបណាស់ព្រោះយើងដឹងស្រាប់ហើយរឿងការជំនាន់ហ្នឹង1994អញ្ចឹងវាអត់មាន smartphone ដូចយើងឥឡូវនេះទេអញ្ចឹងគេបានកសាងឬក៏គេបានផលិតប្រដាប់ទំនាក់ទំនងមួយដែលបើយើងប្រៀបទៅដូចជា smartphone សម័យនេះយើងអញ្ចឹងណាគេប្រើ GPS ឬក៏គេប្រើ connection ផ្សេងៗអញ្ចឹងទៅប្រាប់ Amazon ដែលគេដាក់នៅក្នុង screen គេហ្នឹងប្រាប់ថាសូមឲ្យអ្នកឯងតាក់ទងទៅរកប៉ារបស់ខ្ញុំមើលតើប៉ារបស់ខ្ញុំនៅកន្លែងណាអញ្ចឹងទៅ Amazon នឹងវា search មើលទៅដឹងពីទីតាំងរបស់ប៉ាគេហ្នឹងគេក៏ជាប់ connection ជាមួយគ្នាអាចនិយាយឆ្លងជាមួយគ្នាដូចជា internet យើងសប្តាហ៍ថ្ងៃនេះអញ្ចឹងដែរហើយប៉ាគេក៏ប្រាប់ថាឥឡូវនេះប៉ាកំពុងជួបប្រជុំជាមួយនឹងប្រធានាធិបតីអញ្ចឹងខ្លួនឯងមានតរៈអីចាំពេលប៉ាទៅផ្ទះវិញចាំប៉ាពិភាក្សាមួយខ្លួនឯងណាហើយពេលហ្នឹងប៉ារបស់គេជាមួយប្រធានាធិបតីកំពុងពិភាក្សាគ្នារឿងខ្ចីលុយប្រធានាធិបតីហ្នឹងកំពុងតែយកខ្ចីលុយលោកមហាសេដ្ឋីហ្នឹងដើម្បីយកទៅអភិវឌ្ឍសេដ្ឋកិច្ចគេបន្ត
បន្តទៀតអញ្ចឹងទៅហើយជាងការដល់ប្លង់ទៀតមកពេលរាត្រីការហ្នឹងក៏បានចូលមកដល់ពួកគេក៏បានញ៉ាំអាហារពេលល្ងាចជាមួយគ្នាហ្នឹងយ៉ាងអត់សូវរីករាយទេព្រោះពេលហ្នឹងមានបរិសម្នាក់ដែលគាត់ហ្នឹងគឺជា team leader ឬក៏ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុហ្នឹងនៅក្នុងក្រុមហ៊ុនរបស់ Paris Rich នឹងដែរហើយគេមានភាគហ៊ុនមួយចំនួនហើយទន្ទឹមហ្នឹងគាត់គឺជាមនុស្សក្បត់ណាគាត់គឺជាមិនមែនមនុស្សល្អនោះទេគាត់ចង់បានទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោក Richie Rich ទាំងអស់តែម្ដងណាហើយក៏មកពិភាក្សាជាមួយនឹងលោក Richie Chan នឹងថាចង់បិទអាក្រុមហ៊ុនដែលទើបតែបើកនឹងចោលទៅហើយបើសិនជាមិនបិទទេក៏អាចយើងធ្វើយ៉ាងណាហ្នឹងលក់វាទៅដើម្បីឲ្យបានបីហ៊ុនថ្លៃអញ្ចឹងទៅណាហើយប្រពន្ធគាត់ហ្នឹងអត់ឯកភាពទេគាត់ថាយើងសប្ងាយនេះយើងមានលុយចាយមិនអស់ហើយអញ្ចឹងយើងទៅខ្វាយខ្វល់នឹងអារឿងកាពីកប៉ុកអស់នឹងធ្វើអីអាហ្នឹងយើងចាត់ថាយើងជួយទៅក្នុងសហគមន៍ក្រីក្រទៅឲ្យពួកគាត់ហ្នឹងមានការងារធ្វើឲ្យពួកគាត់ហ្នឹងបានរស់រានមានជីវិតដូចជាយើងអញ្ចឹងដែរទៅហើយមួយហ្នឹងគឺវាអត់ឯកភាពទេដឹងថាវាចង់បានលុយយតនាខ្ញុំឆ្ងល់មែនតាចង់ធ្វើអ្នកមានហៃតបោចតនាទៀតអ្នកមានខ្លាំងអញ្ចឹងមែនណាចិត្តអាក្រក់ចិត្តកដេថៃហើយចង់បានតែពីអ្នកក្រទេខ្ញុំនិយាយខ្ញុំធ្លាប់ឃើញអ្នកមានមួយចំនួនគឺពិតជាអញ្ចឹងមែនអាក្រក់ណាស់អាក្រក់ដូចក្នុងរឿងហ្នឹងអញ្ចឹងហើយអា Richie Rich ហ្នឹងក៏វាថាវាអង្គុយក្បែរអាប៉ែហ្នឹងទេព្រោះអាប៉ែហ្នឹងវាជាអ្នកមានចិត្តអាក្រក់អញ្ចឹងវាសុកចិត្តមកអង្គុយស៊ីបាយនៅចង់តុកហើយគេសុកចិត្តនិយាយទូរស័ព្ទមួយម៉ាក់គេទៅថាកូនញ៉ាំបាយពុកពេញដោយសេចក្តីសុខទេសម័យវិភាសាការងារហ្នឹងជាមួយគាត់នៅបានសុបាយចិត្តអញ្ចឹងទៅប៉ុន្តែនៅតែអត់សុបាយចិត្តដដែលអញ្ចឹងទេព្រោះមួយហ្នឹងគឺមិនដឹងថាវាយកលុយទៅធ្វើអីនៅទេទៅវាចង់ខ្លាចតែជាអ្នកមានលំដាប់កម្ពូលលើពិភពលោកអញ្ចឹងដែរហើយទន្ទឹមហ្នឹងក៏ស្រាប់តែអ្នកវិទ្យាសាស្ត្រគាត់មកពីបន្ទប់ខាងក្រោមដីពួកគាត់ពេលហ្នឹងគាត់បានធ្វើអាម៉ាស៊ីនមួយដែលម៉ាស៊ីនហ្នឹងយើងគ្រាន់តែដាក់ទៅលើអ្វីមួយហ្នឹងទៅគាត់ធ្វើឲ្យវាហ្នឹងហាត់ក្លិននឹងថាតានៅខាងក្នុងហ្នឹងគឺជាអីអញ្ចឹងទៅណាហើយក៏គាត់បានយកមកវិសោធន៍នៅកន្លែងហ្នឹងហើយទន្ទឹមហ្នឹងអាមួយហ្នឹងក៏វាបាននិយាយថាលោកឯងហ្នឹងចូលចិត្តតែ invest ទៅក្នុងអាម៉ាស៊ីនដូចជាប្រដាប់ក្មេងលេងអីអត់ប្រយោជន៍អញ្ចឹងទៅហើយលោក Richie Chan ក៏ប្រាប់ថាមិនក៏អ្នកឯងនិយាយអញ្ចឹងអាហ្នឹងគឺជាការបង្កើតថ្មីដែលយើងលើកទឹកចិត្តក៏ដូចជាយើងជួយសម្រួលដល់ការរស់នៅរបស់យើងប្រចាំថ្ងៃហើយអាប៉ែនក៏អត់មាត់ដែរនិយាយថាប៉ែនគឺជាមនុស្សអាក្រក់អេដមីនឃើញអាប៉ែនអេដមីននឹកឃើញដល់អ្នកមានមួយចំនួនដែលគាត់មានចិត្តអាក្រក់ចិត្តកតេថៃអញ្ចឹងណាមិនដឹងថាក្មេងជំនាន់ក្រោយហ្នឹងគាត់យល់អាពាក្យកដេថៃនឹងអត់ណាពាក្យកដេថៃមកនេះថាមនុស្សហ្នឹងគឺអាក្រក់ជាទីបំផុតតែម្ដងចិត្តអាក្រក់ហ្មងហើយក្រោយចប់អាហារពេលល្ងាចហ្នឹងលោក Richie Chan ហ្នឹងក៏បានជួនៅកូនចៅរបស់គាត់ហ្នឹងត្រឡប់មកផ្ទះវិញមកហើយមុននឹងចាក់ចេញហ្នឹងបែបមួយហ្នឹងក៏បានពិភាក្សាជាមួយអ្នកប៉ូលីសដែលជាជនក្បត់ហ្នឹងថាតើយើងហ្នឹងគួររៀបគម្រោងការអ្វីជាបន្តហើយសូមឲ្យអ្នកឯងហ្នឹងចាប់ផ្ដើមអនុវត្តអាគម្រោងការដែលយើងត្រៀមមកជាមួយគ្នានៅបានចាប់ផ្ដើមទៅដើម្បីកុំឲ្យបន្លាយពេលវេលាតទៅទៀតហើយកាត់ពីហ្នឹងមកស្អែកឡើងហ្នឹង Richie Rich ក៏គេបានទៅសាលារៀនសិក្សាទៅហើយយើងនឹងស្រាវសាលាកូនអ្នកមានហ្នឹងគឺមានរៀនមួយថ្នាក់តែ5 6 7នាក់នោះទេមានគ្រូគេមួយហ្នឹងគេបញ្យល់ទៅគេទៅឲ្យកូនសិស្សហ្នឹងគេធ្វើអីធ្វើទៅតាមសកម្មភាពរបស់គេព្រោះគេជាកូនមហាសេដ្ឋីយើងមិនខ្វល់អីអញ្ចឹងគ្រូគេបរៀនឲ្យក៏មកសួរទៅតាអានេះវាមានន័យថាម៉េចអានោះវាមានន័យថាម៉េចអញ្ចឹងទៅហើយគេកូនអ្នកមានគេឆ្លាតផងហ្នឹងអញ្ចឹងក៏បរៀនដូចតែមិនរៀនអញ្ចឹងទេហើយម៉ោងគេមានម៉ោងកីឡាម៉ោងអីអញ្ចឹងទៅគេចេញមកខាងក្រៅហ្នឹងកីឡាគេក៏កីឡាទំនើបរបៀបអ្នកមានអីអញ្ចឹងដែរហើយកន្លែងហ្នឹង Richie Rich គេបានពាក្យសារមួយពួកម៉ាក់មួយចំនួនដែលជាកូនមហាសេដ្ឋីដូចគ្នាហ្នឹងប៉ុន្តែអាពាក្យសម្ដីដែលពួកគេនិយាយជាមួយគ្នាហ្នឹងវាស្ដាប់មើលទៅនេះវាគ្រាន់តែជាលក្ខណៈថាយើងរាប់អានគ្នាដើម្បីទៅមុខជំនួយឪពុកម្ដាយអញ្ចឹងណាប៉ុន្តែបើនិយាយពីអារបៀបយើងស្និទ្ធស្នាលអញហែងនាងឯងអញអីចឹងមីងៅអាប៉ុយអាពកអីចឹងវាអត់មានទេមានលោក Richie Rich លោកចនកញ្ញាអាដាមកញ្ញាអីចឹងទៅហើយបន្ទាប់ពីនោះមកគេក៏បានចេញពីសាលារៀនហើយជិះឡានត្រឡប់មកផ្ទះវិញហើយនៅតាមផ្លូវហ្នឹងមេការរបស់គេក៏បានរៀបរាប់ពីកិច្ចការដែលគេត្រូវធ្វើនៅក្នុងថ្ងៃហ្នឹងអញ្ចឹងទៅណាពេលទៅដល់ផ្ទះហ្នឹងត្រូវធ្វើអីខ្លះត្រូវជួបមុខជំនួញត្រូវទៅប្រជុំកន្លែងនេះកន្លែងនោះអីចឹងទៅហើយ Richie Rich វាមានអារម្មណ៍ថាវាគឺជាកូនក្មេងតែការងារនោះវាច្រើនពេកចឹងទៅណាហើយវាក៏ប្រាប់ថាវាចង់សម្រាកហើយវាចង់មានពួកម៉ាក់ហើយដល់ពេលទន្ទឹមហ្នឹងវាក៏បានប្រាប់អ្នកបើកឡានថាសូមឲ្យពួកឯងហ្នឹងបើកឡានតែកន្លែងក្រុមហ៊ុនដែលវាបានទៅសពោតកាលពីថ្ងៃមុនទៅវាចង់ជួបពួកកូនក្មេងដែលលេងអាបាល់ទាំងអស់ហ្នឹងហើយវាចង់លេងទៅជាមួយកូនក្មេងហ្នឹងដែរហើយពួកគេក៏បានធ្វើដំណើរតែកន្លែងហ្នឹងទៅគ្រាន់តែដល់កន្លែងហ្នឹងភ្លាមហ្នឹងពួកកូនក្មេងទាំង5 6នាក់ហ្នឹងដំបូងគេអត់ស្វាគមន៍ Richie Rich ហ្នឹងទេហើយ Richie Rich គេបានចូលទៅខាងក្រោមហ្នឹងហើយគេតរាក់តាក់ហ្មងដោយមនុស្សដែលយើងចង់មានពួកម៉ាក់ចង់ទៅរាប់អានគេអញ្ចឹងណាហើយគេទាំងអស់ហ្នឹងគេថាគេមិនចង់បានមានពួកម៉ាក់ជាអ្នកមានហ្នឹងទេអញ្ចឹងអ្នកឯងក៏មកបង្ហាញរពីក៏មកបង្ហាញឥទ្ធិពលលុយកាក់របស់អ្នកឯងអញ្ចឹងទៅ Richie Rich វាថាអត់ទេគឺវាមកស្មោះត្រង់ទេវាមិនចង់រាប់អានទាំងអស់គ្នាវាចង់លេងអាហ្នឹងដែរហើយដល់ពេលអញ្ចឹងទៅទាំងអស់គ្នាក៏ថាអត់ឲ្យលេងទេហើយ Richie Rich ក៏ថាហេតុអីទាំងអស់គ្នាក៏ពិភាក្សាគ្នាមិនស្ទុះទៅបានម្នាក់ស្រីនឹងថាអូខេលេងក៏បានអញ្ចឹងទៅភ្នាល់លុយគ្នាទៅដាក់លុយម្នាក់$10មកហើយ Richie Rich ក៏គេបានដកលុយគេមកម៉ែហើយមិនមែនកដាស់10ទេសកដាស់100ឡើងមកបាច់ធំហ្មងណាហើយពួកនោះវាឃើញជុំអាមួយនេះចាយលុយសកតា100ហើយគេកូនមហាសេដ្ឋីលោកហើយពួកនោះក៏ប្រាប់ថាណែខ្ញុំឲ្យយកទៅ$10ទេមិនឲ្យយក$1000ខ្ញុំមកដាក់ទេអញ្ចឹងដាក់ទៅ$10មកបានហើយដល់ពេលហើយគេក៏យកលុយ$10មកដាក់នៅខាងក្នុងមួកនោះអញ្ចឹងទៅហើយគេក៏បានដោះកៅអៅដល់អីអញ្ចឹងទៅត្រៀមទៅប្រយុទ្ធលេងអាបាល់នឹងជាមួយក្រុមកូនក្មេងតែប្រហែលអ្នកនោះអញ្ចឹងទៅណាហើយប៉ែមេកាក៏បានមកលើកទឹកចិត្ត Richie Rich នេះប្រាប់ថាសូមឲ្យក្មួយឯងនោះលេងមកអស់ដៃហើយពួកគេនឹងដឹងថាក្មួយឯងនេះបកកែប៉ុណ្ណាហើយដល់ពេលភ្លាមនឹងគ្នាគេក៏បានស្រែកថាពូគាត់តែលេងភ្នាល់លុយ$10បាច់មកប្រាប់ប្រយុទ្ធសាស្ត្រក្នុងការលេងអីទេពួកឯងចាប់ចាញ់ទៅមួយជំនាញ
ចឹងទៅហើយពួកគេក៏បានលេងកីឡានឹងជាមួយគ្នាទៅប៉ុន្តែវាយដំបូងនឹង Richie Rich វាយចាញ់គេដល់ពេលវាយលើកទី2ហ្នឹងបានគេវាយឈ្នះធ្វើឲ្យអាគ្រាប់បាល់របស់គេនឹងប្លន់ទៅក្នុងកញ្ចក់របស់ក្រុមហ៊ុនថែមទៀតផងហើយបន្ទាប់ពីនោះមកនោះពួកគេក៏បានចែកលុយគ្នាទៅ Richie Rich នេះឈ្នះបាន$10ហើយពួកក្មេងៗទាំងអស់ហ្នឹងវាមានអារម្មណ៍ថាដូចជាមិនសូវចូលចិត្ត Richie Rich ចឹងណាក៏មានអារម្មណ៍ថាស្ដាយលុយ$ហ្នឹងដែរបើសិនជាយើងឈ្នះ Richie Rich យើងយកលុយ$ទៅទិញ burger នៅ McDonald ញ៉ាំអីចឹងទៅណាប៉ុន្តែមានណាប្រាក់កបងថងក៏ដាច់ចង់ចំណេញដាច់ចំណងចឹងវាគ្មានបានអីទាំងអស់ត្រូវចាញ់លុយ$ទៀតហើយគេប្រាប់ថាឲ្យ Richie Rich នឹងយកលុយ$ទៅហើយ Richie Rich វាប្រាប់ថាវាអត់ចង់បានលុយនឹងទេវាចង់រាប់អានអ្នកទាំងអស់គ្នានឹងហើយអ្នកទាំងអស់គ្នាថាអត់ទេចាប់យកលុយ$ទៅខ្ញុំចង់រាប់អានជាមួយនឹងឯងនោះទេហើយគេក៏បានបោះលុយនឹងចោលទៅហើយដើរចេញពីកន្លែងហ្នឹងមកទាំងក្រៀមក្រំចឹងណាព្រោះគេចង់មានពួកម៉ាក់ពេលគេជិះឡានត្រឡប់មកដល់ផ្ទះវិញហ្នឹងទាំងសោកសៅចឹងទៅ 10,000. No, Not 10,000. $10. oh, $10. Okay. យើងកាន់ប្លង់ទៀតមកហ្នឹងប៉ាម៉ាក់របស់គេក៏បានរៀបចំខ្លួនដើម្បីទៅចូលរួមពិធីខួបកំណើតរបស់ Queen Elizabeth ទី2នៅ London អញ្ចឹងណានៅកន្លែងយន្តហោះឯកជនរបស់គេហ្នឹងហើយទន្ទឹមហ្នឹងអាប៉ូលីសដែលជាអ្នកក្បត់ហ្នឹងក៏គាត់មកបានដាក់គ្រាប់បែកនៅក្នុងយន្តហោះហ្នឹងដោយបន្លំធ្វើជាខ្ចប់កដោដ៏តូចមួយពណ៌ក្រហមហ្នឹងហើយព្រាមៗហ្នឹង Richie Rich ជាមួយពុកម្ដាយរបស់គេហ្នឹងក៏បានធ្វើដំណើរមកដល់កន្លែងយន្តហោះហ្នឹងហើយបានឡើងទៅខាងក្នុងយន្តហោះទៅនៅសល់តែម្ដាយរបស់គេហ្នឹងជាមួយអាប៉ែដែលជាមេផ្ទះហ្នឹងហើយទន្ទឹមហ្នឹងម៉ែគេមើលឃើញថា Richie ដូចជាអត់សុបាយចិត្តសោះទៅអង្គុយឆ្ងក់ណាក្បែរប្អូនយន្តហោះហ្នឹងហើយគាត់ក៏បានសួរទៅអាប៉ែដែលជាអ្នកមើលការខុសត្រូវហ្នឹងហើយម្នាក់ហ្នឹងក៏បានប្រាប់ថា Richie ហ្នឹងគេបានចង់រាប់អានជាមួយក្មេងៗនៅសហគមន៍ក្រីក្រហ្នឹងដែលក្មេងៗទាំងអស់ហ្នឹងគឺវាអត់ចង់រាប់អានជាមួយ Richie ទេអញ្ចឹងហើយធ្វើឲ្យគេមានអារម្មណ៍ថាគេឯកោគេមានពួកម៉ាក់អញ្ចឹងទៅហើយគេក៏បានស្នើទៅម្ដាយរបស់ Richie ថាអ្នកគួរតែទុក Richie នៅកន្លែងហ្នឹងហើយឲ្យគេហ្នឹងមានពួកម៉ាក់អញ្ចឹងទៅហើយអ្នកទាំងពីរហ្នឹងទៅលេងនៅ London ឬក៏ទៅចូលរួមកម្មវិធីនោះតែពីរអ្នកហ្នឹងទៅបានហើយម្ដាយគេក៏ឯកភាពអញ្ចឹងមកហើយយ៉ាងកាន់ដល់ប្លង់ទៀតមកនៅផ្ទះក្រោយពីដេកឡើងហ្នឹង Richie ក៏គេបានឃើញថាអូមានពួកម៉ាក់គេមកយ៉ាងច្រើននៅពេញខាងមុខផ្ទះនោះអញ្ចឹងណាប៉ែហ្នឹងបានឲ្យឡានទៅយកពួកក្មេងៗទាំងអស់ហ្នឹងមកអមជាមួយនឹងម្ដាយរបស់ម្នាក់ស្រីនោះផងទៅម្នាក់ស្រីនឹងជាមួយនឹង Richie Rich គេមានអារម្មណ៍ថាចោះសម្រងគ្នាតិចតួចដែរហើយទន្ទឹមនឹងម្ដាយរបស់ម្នាក់ស្រីនឹងជាមួយពូមេកាហ្នឹងក៏បន្តិចទៀតទៅគេនឹងខ្លាចទៅជាគូស្នេហ៍គ្នាផងដែរហើយពួកគេក៏បានលេងសកម្មភាពមួយចំនួនដែលយើងមើលទៅឃើញថាអូវាពិតជាអស្ចារ្យមែនតើហើយពួកវាចង់ញ៉ាំ McDonald ហើយនៅក្នុងផ្ទះគេហ្នឹងគឺមាន McDonald ហ្មងគេទិញប្រែមកដាក់នៅក្នុងផ្ទះហ្នឹងហ្មងណាអញ្ចឹងមកន័យថាយើងចង់ទៅញ៉ាំពេលណាគឺមិនបាច់ទៅទិញបាច់ទៅអីទេយើងចូលទៅខាងក្នុងផ្ទះទៅដល់មានញ៉ាំហើយកន្លែងលេងអីគេហ្នឹងគឺមានកសាងគ្រប់ទាំងអស់ដូច Disneyland នៅខាងក្នុងផ្ទះហ្នឹងអញ្ចឹងចង់យើងជាកត្រកហោះចង់ជារ៉ុកកែតចង់ជាអីចង់លេងហក់តូងចង់លេងអីនិយាយទៅមានមួយសែហើយចង់ទៅលេងណាក៏មានដែរចង់ជាអាឡានរបៀបទំនើបក៏លេបមិនហ្នឹងហើយលេងហត់ហើយមានគេយករបស់ស៊ីទៅឲ្យឆ្ងាញ់ទៀតរបៀបមើលទៅ VIP ហើយខ្លះតែម្ដងទៅហើយមានគេចង់ទៅលេងផ្ទះសថីក្នុងថ្ងៃណាមួយដែរព្រោះមើលទៅរំជើរំជួលណាហើយពួកក្មេងៗវាតអូ my god ណាក្នុងជីវិតរបស់វាមិនភ្លេចថ្ងៃហ្នឹងនោះទេព្រោះវាមិននឹកស្មានថារឿងទាំងអស់ហ្នឹងវាកើតឡើងនៅក្នុងជីវិតរបស់ពួកគេអញ្ចឹងទៅណាហើយពួកគេលេងជាមួយគ្នាពោពេញដោយភាពសប្បាយរីករាយហើយ Richie Rich ហ្នឹងគេចូលសម្រងជាមួយនឹងម្នាក់ស្រីហ្នឹងណាហើយគេនិយាយមើលទៅហ្នឹងចូលសម្រងមួយគ្នាល្អមែនតើហើយទន្ទឹមហ្នឹងពូមេកាជាមួយនឹងម្ដាយរបស់ម្នាក់ស្រីគេចាប់ផ្ដើមកសាងមនោសញ្ចេតនាដ៏ល្អជាមួយគ្នាទៅហើយនិយាយពីប៉ាម៉ាក់របស់ Richie Rich ហ្នឹងនៅពេលដែលពួកគាត់ជីយន្តហោះនៅខាងលើហ្នឹងគាត់ក៏មានអារម្មណ៍ថាដូចជាឃ្លានសូកូឡេតទៅគាត់ក៏បានទៅរកមើលកាដូនៅខាងក្រោយហ្នឹងហើយក៏រើសបានអាកាដូផងក្រហមនៅជាគ្រាប់បែកហើយគាត់ក៏បានយកមកកន្លែងខាងមុខហ្នឹងព្រោះពេលហ្នឹងពួកគាត់គឺជាអ្នកបើកយន្តហោះដោយខ្លួនឯងនេះវាជាយន្តហោះឯកជនអញ្ចឹងទៅក៏ស្រាប់តែបើកមើលអាហ្នឹងទៅដល់ពេលបើកមើលទៅម៉ែឲ្យឃើញក្រោយរំសេវតែឯងឆាប់បោះវាទៅខាងក្រៅទៅវាផ្ទុះឥឡូវហើយធ្វើពួកយើងស្លាប់ឥឡូវហើយពួកគេក៏បានបោះទៅខាងក្រៅទៅប៉ុន្តែគួយសោកស្ដាយបោះទៅអត់ផុតទេប៉ាក៏ទៅយន្តហោះបន្តិចទៅក៏ធ្វើយន្តហោះរបស់ពួកគេហ្នឹងធ្លាក់មកខាងក្រោមមើលទៅហើយពេលដែលយន្តហោះធ្លាក់ហ្នឹងគឺធ្វើឲ្យអាប៉ែដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនខាងផ្នែកហិរញ្ញវត្ថុនោះគឺគាត់អត់សប្បាយចិត្តខ្លាំងមែនតើហ្មងណាគាត់ត្រៀមរៀបចំស្រាសំប៉ានស្រៀមអីរួចស្រេចហើយនៅកន្លែងក្រុមហ៊ុនធំហ្នឹងដើម្បីប្រាប់ថាតិចទៀតហ្នឹងគេនឹងប្រកាសឲ្យថាមានគ្រោះថ្នាក់ធ្លាក់យន្តហោះហើយមហាសេដ្ឋីលំដាប់ពិភពលោកហ្នឹងក៏បានស្លាប់ហើយពេលហ្នឹងកិច្ចការទាំងអស់ហ្នឹងនឹងត្រូវធ្លាក់មកលើគាត់ហើយអ្វីៗក៏ដូចជាការគិតមែនក៏ស្រាប់តែមានព័ត៌មានគេផ្សាយថាករណីបាក់យន្តហោះរបស់មហាសេដ្ឋីលំដាប់ពិភពលោកឥឡូវហ្នឹងគេអាចរកសញ្ញាហ្នឹងបានឃើញនោះទេគេព្រួយបារម្ភខ្លាំងមែនតើគេគិតថាប្រហែលជាពួកគាត់ទាំងពីរហ្នឹងស្លាប់បាត់ហើយអញ្ចឹងអាមួយហ្នឹងវាសប្បាយចិត្តខ្លាំងមែនតើជាមួយនឹងកូនចៅរបស់វាចំណែក Richie Rich ហ្នឹងក្រោយពេលដែលលេងកម្សាន្តជាមួយពួកម៉ាក់យ៉ាងសប្បាយរីករាយហ្នឹងហើយក៏ស្រាប់តែប៉ែមេកាហ្នឹងគាត់បានរត់មកប្រាប់ពួកពេលហ្នឹងពេលល្ងាចណាប្រាប់អញ្ចឹងទៅក៏ធ្វើឲ្យគេហ្នឹងយល់ពីអត្តន័យអត្តមុខដែលប៉ែហ្នឹងបង្ហាញមកហើយត្រូវសំពេលនឹងមិត្តភ័ក្តិរបស់គេត្រូវដល់មកត្រឡប់ទៅផ្ទះទៀតនោះអញ្ចឹងក៏ធ្វើឲ្យគេហ្នឹងកាន់តែសែតខ្លាំងមែនតើគេក៏បានត្រឡប់ចូលមកខាងក្នុងផ្ទះហើយក៏ទទួលទូរស័ព្ទនិងមើលព័ត៌មានទៅដឹងថាម្ដាយរបស់គេហ្នឹងបានបាត់ខ្លួនតាក់ទងទៅនឹងករណីធ្លាក់យន្តហោះហើយ Richie គេព្យាយាមប្រើឧបករណ៍ចាប់ទីតាំងដែលគេមានដើម្បីចាប់ទីតាំងប៉ារបស់គេអញ្ចឹងណាឧបករណ៍ទៅបីវាប្រឹងចាប់រ៉ាដាយ៉ាងណាក៏អត់ទទួលបានសញ្ញាពីឪពុករបស់គេដែរអញ្ចឹងគេក៏មានអារម្មណ៍ថាមិនដឹងថាពុករបស់គេនឹងស្លាប់ឬក៏រស់ទេប៉ុន្តែគេនៅតែគិតថាពុកម្ដាយរបស់គេប្រកាសជានៅរស់ដដែលនោះទេក្រោយពេលដែលគម្រោងការក្បត់របស់ខ្លួនទទួលបានជោគជ័យហើយជនក្បត់ក៏បានបិទអាក្រុមហ៊ុន United ចោលទៅហើយក្មេង
ស្រីក្នុងសហគមន៍ក្រីក្រហ្នឹងក៏បានទៅមកប្រាប់រាជរីកពីរឿងហ្នឹងទៅព្រោះពេលហ្នឹងម្ដាយរបស់នឹងអត់មានការងារធ្វើទេហើយប្រជាជនផ្សេងទៀតហ្នឹងក៏វាអត់មានការងារធ្វើផងដែរហើយរាជរីកក៏ថាចំហេតុអីក៏រឿងហ្នឹងវាត្រូវបានកើតឡើងកើតព្រោះឪពុកម្ដាយរបស់គេហ្នឹងបានប្រាប់ឲ្យថាអត់មានថ្ងៃបិទក្រុមហ៊ុនហ្នឹងនោះទេហើយក្មេងស្រីក៏ប្រាប់ទៀតថាគេអត់ដឹងទេគេគ្រាន់តែប្រាប់រាជរីកឯងតែប៉ុណ្្នឹងឯងហើយរាជរីកក៏គេបានទៅពិភាក្សាជាមួយនឹងអ្នកមើលថែទាំផ្ទះរបស់គេហ្នឹងទៅហើយគេក៏ដឹងថាអ្វីដែលគេគួរធ្វើជាបន្តទៀតនោះគឺជាអ្វីហើយស្អែកឡើងហ្នឹងអ្នកទាំងពីរក៏បានធ្វើដំណើរទៅក្រុមហ៊ុនទៅដើម្បីទៅទទួលកិច្ចការឬក៏ទៅធ្វើការងារជំនួសឪពុកម្ដាយរបស់ខ្លួនអញ្ចឹងណាពេលទៅដល់ខាងក្នុងហ្នឹងជួបនឹងជនក្បត់ហ្នឹងក៏វាធ្វើសម្ដែងថាខ្ញុំចូលរួមសោកស្ដាយផងដែលរាជរីកឯងហ្នឹងបាត់បង់ឪពុកម្ដាយអញ្ចឹងទៅហើយរាជរីកក៏ប្រាប់ថាក៏តន់និយាយភាសាហ្នឹងព្រោះឥឡូវហ្នឹងប៉ាម៉ាក់គេហ្នឹងគ្រាន់តែស្វែងរកអត់ឃើញនោះទេមិនមែនន័យថាគាត់នឹងស្លាប់នៅឡើយហើយគេក៏បានប្រាប់ថាបើតាមច្បាប់ស្របច្បាប់ហ្នឹងគឺគេនៅមានសិទ្ធិក្នុងការគ្រប់គ្រងក្រុមហ៊ុនហ្នឹងព្រោះភាគហ៊ុនគេមាន 51%អញ្ចឹងណាពូដែលជាអ្នកមើលការខុសត្រូវរបស់គេហ្នឹងគឺជាបុគ្គលពេញច្បាប់នៅក្នុងការមើលថែទាំហើយនឹងការជួយគេសម្រេចចិត្តអញ្ចឹងណាព្រោះពេលណាជនក្បត់ហ្នឹងប្រាប់ថារាជរីកឯងអាយុតែ12ឆ្នាំហ្នឹងមានសិទ្ធិអីសញ្ញានៅក្នុងកងទ័រឬក៏ធ្វើលិខិតស្នាមអីកើតអញ្ចឹងគេត្រូវការឲ្យអាណាព្យាបាលណាម្នាក់ហ្នឹងមើលការខុសត្រូវពីលើហ្នឹងមកតង់ទៀតអញ្ចឹងហើយបានរាជរីកប្រាប់ថាគឺពូមេផ្ទះរបស់គេនឹងឯងហើយអ្វីៗក៏ប្រព្រឹត្តទៅតាមភាពប្រក្រតីហើយរាជរីកគេមានវិជាប្រៃភាពខ្លាំងមែនទែននៅខាងក្នុងក្រុមហ៊ុនហ្នឹងណាដែលធ្វើឲ្យបូតគេផ្សេងៗទៀតគឺគេគ្រប់គ្រងគេមានជំរឿហើយក្នុងការថាយ៉ាងណាហ្នឹងចាំងតែនឹងរាជរីកហើយកម្រងរបស់រាជរីកហ្នឹងគឺដំណើរការទៅបានយ៉ាងជោគជ័យតែទៅហ្នឹងគេក៏បានយកពួកម៉ាតរបស់គេមកលេងនៅខាងក្នុងក្រុមហ៊ុនហ្នឹងដែរហើយប្រកាសប្រាប់អ្នកទាំងអស់គ្នាថាពួកហ្នឹងគឺជាក្រុម research ថ្មីដែលតាក់ទងទៅនឹងអានំកញ្ចប់ស្ករគ្រាប់ឬក៏ឧបករណ៍ក្មេងលេងអីចឹងទៅហើយធ្វើឲ្យទាំងអស់គ្នាហ្នឹងវាកាន់តែមានភាពជឿជាក់ហើយកសែតទស្សនាបដយោបានចុះផ្សាយប្រងព្រាតហ្មងណាពីវិជាប្រយោជន៍ភាពហើយនឹងភាពអស្ចារ្យរបស់រាជរីកនៅខាងក្នុងក្រុមហ៊ុនហ្នឹងទន្ទឹមនឹងហ្នឹងដោយសារតែរឿងទាំងអស់ហ្នឹងបានធ្វើឲ្យជនក្បត់ហ្នឹងក៏អត់សប្បាយចិត្តនោះទេហើយគាត់ខឹងយ៉ាងខ្លាំងហើយគាត់បានបញ្ជាតាប៉ូលីសស៊ីឈ្នួលឲ្យកូនចៅរបស់គាត់ឲ្យចាប់ដើមគម្រោងទី2របស់គេជាបន្តទៀតទៅប៉ូលីសហ្នឹងក៏បានយកផុសតាមក្បែងទៅដាក់នៅផ្ទះរបស់បរិសដែលជាមេផ្ទះហ្នឹងហើយប្រាប់ប៉ូលីសហ្នឹងឲ្យទៅ research មើលនៅកន្លែងហ្នឹងទៅប្រកាសជាឃើញផុសតាហើយជាការប្លង់ទៀតមកហ្នឹងគណៈពេលកំពុងតែធ្វើបទបង្ហាញនៅក្នុងអង្គប្រជុំហ្នឹងក៏ស្រាប់តែប៉ូលីសមកដល់កន្លែងធ្វើការរបស់រាជរីកហ្នឹងហើយបានប្រាប់ថាអបមេការហ្នឹងគឺជាអ្នកដែលបានបាក់គ្រាប់បែកបំទុយយន្តហោះរបស់ពុកម្ដាយរាជរីកហ្នឹងហើយរាជរីកគេអត់ជឿនោះទេព្រោះគេស្គាល់មេផ្ទះហ្នឹងច្បាស់ណាហើយគេគិតថាបែរជាកម្រងអាក្រក់ណាមួយទៀតហើយគេក៏បានចេញពីក្រុមហ៊ុនមកហើយបរិសដែលជាជនក្បត់ក៏បានប្រកាសថាខ្លួននឹងក្លាយទៅជាអ្នកគ្រប់គ្រងរាជរីកឬក៏ក្រុមហ៊ុនរាជរីកហ្នឹងបន្តពីការដែលរាជរីកហ្នឹងវាអស់មានអាណាព្យាបាលគ្រប់គ្រងហើយនៅខាងក្នុងផ្ទះនោះវិញអបជនក្បត់ហ្នឹងបានឲ្យគេដាក់កាមេរ៉ាគ្រប់ជ្រុងតែម្ដងណាដើម្បីតាមដានមើលពីសកម្មភាពរបស់រាជរីកព្រោះពេលហ្នឹងរាជរីកមានតែម្នាក់ឯងទេនៅជាមួយកូនឆ្កែហ្នឹងស្បីតែអ្នកបម្រើផ្សេងៗទៀតហ្នឹងក៏ត្រូវបានគេបណ្ដេញចេញពីខាងក្នុងផ្ទះហ្នឹងដែរព្រោះគេគិតថាគេអត់ចង់ចំណាយលុយទៅអ្នកបម្រើទាំងអស់ហ្នឹងអញ្ចឹងណាព្រោះផ្ទះវាមានធំស្កុំស្កៃខ្លាំងមែនទែនហើយទន្ទឹមហ្នឹងរាជរីកក៏គេបានលួចចេញពីបន្ទប់ហ្នឹងបានហើយចុះទៅខាងក្រោមហ្នឹងជួបជាមួយតាកម្មាប់ដែលជាអ្នកវិទ្យាសាស្ត្រហ្នឹងហើយតាកម្មាប់ហ្នឹងក៏បានប្រាប់ថារាជរីកឯងហ្នឹងគួរតែចាក់ចេញពីផ្ទះហ្នឹងទៅហើយទៅជួយអបមេផ្ទះនោះចេញពីគុកមកព្រោះគាត់ដឹងវិធីក្នុងការផ្សំថ្នាំគីមីយ៉ាងម៉េចហ្នឹងអាចរំដោះអ្នកទាំងអស់គ្នានោះចេញពីក្នុងគុកហ្នឹងបានអញ្ចឹងគាត់ក៏បានផ្សំថ្នាំគីមីមួយចំនួនទៅដើម្បីអាចយើងរំលាយដែរឬក៏រំលាយស៊ីម៉ង់អីនៅកន្លែងគុកហ្នឹងទៅជួយសង្គ្រោះគាត់ចេញពីកន្លែងហ្នឹងហើយរាជរីកក៏គេបានបន្លំខ្លួនចូលទៅខាងក្នុងគុកហើយហុចកញ្ចក់មួយហ្នឹងយកទៅឲ្យអបដែលជាមេផ្ទះហ្នឹងហើយប៉ូលីសក៏បានយកទៅឲ្យអបដែលជាមេផ្ទះហ្នឹងហើយគណៈពេលហ្នឹងគឺមាននរណាម្នាក់ហ្នឹងបានចូលប្រងទៅសម្លាប់អបហ្នឹងដែរអញ្ចឹងណាដែលមួយហ្នឹងគឺជាអ្នកដែលត្រូវបានជនក្បត់នេះវាបានជួលទៅសម្លាប់អបមេផ្ទះហ្នឹងចោលទៅប៉ុន្តែសំណាងល្អអបហ្នឹងមិនដងណាមិនឲ្យវាយស្លាប់ងាយៗទេអបហ្នឹងតដៃជាមួយគ្នាទៅក៏ចុងក្រោយហ្នឹងគាត់ក៏វាយឈ្នះអក្រិតជនទៅលោកមេផ្ទះហ្នឹងបានប្រើម្សៅគីមីដែលរាជរីកយកទៅឲ្យហ្នឹងរំលាយចង្រឹងគុកទៅឲ្យចេញមកខាងក្រៅហ្នឹងបានយ៉ាងជោគជ័យហើយពួកគេសប្បាយចិត្តមែនទែនក្រោយពេលដែលបានជួបគ្នាឡើងវិញហើយទាំងអស់គ្នាហ្នឹងក៏បានធ្វើដំណើរជាបន្តទៀតទៅផ្ទះរបស់សហគមន៍ក្រីក្រផ្ទះរបស់មិត្តស្រីរាជរីកនឹងឯងហើយទៅដល់កន្លែងហ្នឹងគាត់ក៏បានរៀបរាប់ពីស្ថានភាពដែលកើតឡើងនៅក្នុងក្រុមគ្រួសាររបស់រាជរីកហ្នឹងហើយទាំងអស់គ្នាបានដឹងបានឮដែរទៅដើម្បីកុំឲ្យទាំងអស់គ្នាហ្នឹងគិតថារឿងរ៉ាវដែលបាត់ក្រុមហ៊ុនហ្នឹងបណ្ដាលមកពីក្រុមគ្រួសាររបស់រាជរីកទន្ទឹមនឹងហ្នឹងរាជរីកក៏បានខ្ចីកុំព្យូទ័ររបស់ក្មេងស្រីហ្នឹងដើម្បីប្រើតាក់ទងទៅពុកម្ដាយរបស់គេជាងកាត់ពីហ្នឹងមកយើងទៅនិយាយពីពុកម្ដាយរបស់គេបន្តិចក្រោយពេលដែលធ្លាក់យន្តហោះមកហ្នឹងគឺគាត់អត់ស្លាប់នោះទេគាត់មានពងសុវត្ថិភាពរបស់គាត់ហ្នឹងធ្វើឲ្យគាត់រសាត់អណ្ដែតនៅលើមហាសាគរហ្នឹងទៅគ្រាន់ថាអ្វីដែលពិបាកសម្រាប់គាត់ហ្នឹងគឺវាមាន connection ឬក៏មាន GPS ណាដែលតាក់ទងឬក៏ស្វែងរកគាត់បានឃើញនោះទេបើទោះបីជាពិភពលោកហ្នឹងគេព្យាយាមស្វែងរកគាត់យ៉ាងណាក៏ដោយប៉ុន្តែសំណាងល្អចុងក្រោយហ្នឹងគាត់ក៏បានឃើញវ៉ាលីម៉ាកល្បីរបស់គាត់នោះដែលខាងក្នុងហ្នឹងមានសម្ភារៈមួយចំនួនដែលអាចធ្វើឲ្យឪពុករបស់រាជរីកហ្នឹងកសាង GPS ហ្នឹងឡើងវិញហើយគាត់ក៏ព្យាយាមកែច្នៃអាម៉ាស៊ីនតាក់ទងអាម៉ាស៊ីន GPS ជាមួយកូនរបស់គាត់ហ្នឹងឲ្យវាដំណើរការឡើងវិញហើយចុងក្រោយហ្នឹងគាត់ក៏បានយកកង្វល់ពេជ្រដ៏ធំរបស់ប្រពន្ធរបស់គាត់ហ្នឹងយកមកដាក់លើអាម៉ាស៊ីនហ្នឹងទៅក៏ធ្វើអាម៉ាស៊ីនហ្នឹងដំណើរការហើយវាស្របពេលជាមួយនឹងរាជរីកដែលគេកំពុងតែ research កុំព្យូទ័រម្នាក់ស្រីនៅខាងក្នុងផ្ទះនេះផងហ្នឹងដែលធ្វើឲ្យគេនឹងអាចចាប់បានទីតាំងឪពុកម្ដាយរបស់គេស្ថិតនៅហ្នឹងប៉ុន្តែសំណាងអាក្រក់ហ្នឹងក៏ត្រូវបានពួកអាក្រុមចិត្តអាក្រក់ហ្នឹងវាចូលទៅក្នុងបន្ទប់រាជរីកទៅវាដឹងពីទីតាំងហ្នឹងបានមុនហើយវាក៏បានផ្ដាច់អាទំនាក់ទំនងរវាងកុំព្យូទ័រម្នាក់ស្រីហ្នឹងជាមួយនឹងកុំព្យូទ័រនៅក្នុងបន្ទប់របស់រាជរីកនេះបាត់ទៅហើយពួកគេក៏បានធ្វើដំណើរទៅស
សង្គ្រោះឪពុកម្ដាយរបស់ Richie យកមកខាងក្នុងផ្ទះហ្នឹងតែមិនមែនយកមកដើម្បីឲ្យសោយសោកទេណាគឺយកមកដើម្បីធ្វើបាបតែប៉ុណ្ណោះក្រោយពេលដែលបានដឹងថាក្រុមចិត្តអាក្រក់ហ្នឹងបានដឹងពីទីតាំងឪពុកម្ដាយរបស់ខ្លួនណែហ្នឹង Richie ជាមួយនឹងក្រុមក្មេងៗទាំងអស់ទៀតហ្នឹងក៏បានធ្វើដំណើរទៅផ្ទះរបស់ Richie ទៅដើម្បីធ្វើយ៉ាងណាណាអាចជួយសង្គ្រោះឪពុកម្ដាយរបស់គេបានហើយពេលទៅដល់ផ្ទះហ្នឹងពួកគេក៏បានបែងចែកភារកិច្ចគ្នារៀងៗខ្លួនទៅអាមួយទៅកាត់ខ្សែកាមេរ៉ាអាមួយទៅចលាចលកន្លែងពួកអ្នកយាមទៅហើយ Richie ជាមួយនឹងពូមេផ្ទះហ្នឹងក៏បានចុះទៅខាងក្រោមហ្នឹងជួបជាមួយនឹងបរិសាស្ត្រាចារ្យកម្មាប់ហ្នឹងដែលពេលហ្នឹងគាត់ត្រូវបានពួកអាក្រុមចិត្តអាក្រក់ហ្នឹងចងគាត់ជាប់នឹងកៅអីព្រោះមុនហ្នឹងក្រុមចិត្តអាក្រក់បានមកសួរគាត់រកទីតាំងលក្ខកំណត់របស់គ្រួសារ Richie ហ្នឹងតែគាត់ប្រាប់ថាគាត់ដឹងទីតាំងនៅកន្លែងណានឹងទេហើយ Richie ក៏បានជួយសង្គ្រោះតាកម្មាប់ហ្នឹងទៅហើយគេក៏បានរត់រះធ្វើដំណើរទៅខាងក្រោមបន្ទប់ពុកម្ដាយរបស់គេនោះគេលោកបានជួបអញ្ចឹងទៅណាហើយទៅដល់ក្នុងហ្នឹងពិតជាបានជួបគាត់មែនតែសំណាងអាក្រក់ហ្នឹងគាត់ត្រូវបានអាក្រុមអក្រិតជនហ្នឹងចាប់បាននៅខាងក្នុងបន្ទប់ហ្នឹងហើយចាប់គុំចាប់អីធ្វើបាបចងភ្ជាប់អញ្ចឹងទៅដើម្បីសួររកទីតាំងកំណត់ហ្នឹងហើយ Richie បានមកដល់កន្លែងហ្នឹងក៏វាល្អដែរវាគ្រប់គ្នាទាំង3នាក់តែម្ដងហ្នឹងទៅហើយតាហ្នឹងក៏ប្រាប់ថាគាត់គ្មានកំណត់អីនឹងផ្ទះនេះទេកំណត់ទាំងអស់របស់គាត់គឺលាក់ទុកនៅក្នុងអាភ្នំរូបមនុស្សទាំង3របស់គាត់នឹងឯងហើយអក្រិតជនក៏ថាអូខេអញ្ចឹងយើងនាំគ្នាទៅកន្លែងហ្នឹងទាំងអស់គ្នាទៅប៉ុន្តែពេលហ្នឹងគឺទៅតែពុកម្ដាយរបស់ Richie ហើយបេក្ខអក្រិតជនហ្នឹងហើយកូនចៅគាត់ម្នាក់ទៀតតែប៉ុណ្ណោះចំណែកក្មេងៗទាំងអស់ហ្នឹងត្រូវបានគេចាប់បានទាំងអស់ហ្នឹងហើយគេយកទៅដាក់នៅក្នុងអាបន្ទប់ពិសោធន៍របស់បេក្ខកម្មាប់នោះដែរទៅប៉ុន្តែបេក្ខកម្មាប់ហ្នឹងក៏បានរួចខ្លួនពីការតាមចាប់លើកមុនអញ្ចឹងណាអញ្ចឹងគាត់ក៏បានលាក់ខ្លួននៅកន្លែងហ្នឹងហើយអាប៉ូលីសដែលជាជនក្បត់ហ្នឹងក៏បានយកទាំងអស់គ្នាទៅដាក់នៅខាងក្នុងទ្រុងទៅហើយគេចុចកាមេរ៉ាដើម្បីប្រងធ្វើបាបណាព្រោះខាងក្នុងហ្នឹងគឺសុទ្ធតែមានម្សៅគីមីមានអ្វីច្រើនមែនទែនដែលយើងអាចសម្លាប់មនុស្សបានប៉ុន្តែសំណាងល្អបាទតាក្បាំហ្នឹងគាត់យកអាកាយស្អិនទៅដាក់លើអាផ្លែងផ្លូវដើរទៅលើចដើរលើអីចឹងទៅគាត់ធ្វើអាអក្រិតជនពីរនាក់ហ្នឹងវាចុះមកវាជាប់នៅអាកាយស្អិតហ្នឹងហើយដួលប្រកាច់ប្រកិនពេញខាងក្នុងហ្នឹងទៅហើយទន្ទឹមហ្នឹងគាត់ក៏ខុសបច្ចេកទេសខ្លួនគាត់ដែរគាត់បានទៅជន់អាកាយស្អិតហ្នឹងដែរធ្វើឲ្យគាត់ហ្នឹងអាចដកខ្លួនមកបានទេដែលពេលហ្នឹងគឺអាម៉ាស៊ីនដែលរុញអាក្មេងៗក្នុងទ្រុងទៅរកក្តីស្លាប់ហ្នឹងវាកំពុងតែចិត្តទៅដល់អញ្ចឹងហើយចុងក្រោយគាត់ក៏បានប្រើអរិយវិទ្យាសាស្ត្ររបស់គាត់ហ្នឹងមកចាក់កាពះគូតអាប៉ែប៉ូលីដែលពេលហ្នឹងគឺគាត់ត្រូវរុំក្បាលជាមួយនឹងកណាត់តែឆៃនឹងជាប់ទៅនឹងអាស្កូតនឹងអញ្ចឹងគាត់មើលអេតឃើញនឹងទេអញ្ចឹងគាត់ធ្វើឲ្យគាត់ហ្នឹងបោលក្បាលទៅបុកអាកុងតាំងទៅធ្វើឲ្យកុងតាំងហ្នឹងវាលត់ទៅអ្នកទាំងអស់គ្នាហ្នឹងក៏បានចេញមកពីខាងក្នុងទ្រុងហ្នឹងដោយសុវត្ថិភាពទៅរាជរៀនគេរត់រះទៅជួយឪពុកម្ដាយរបស់គេដែលពេលហ្នឹងត្រូវបានគេចាប់យកទៅអាកន្លែងភ្នំមានរូបពួកគេទាំង3នាក់ហ្នឹងហើយដើម្បីស្វែងរកកំណប់ណាហើយយើងទៅនិយាយពីអាភ្នំកំណប់នោះវិញហ្នឹងពេលដែលទៅដល់ហ្នឹងឪពុកម្ដាយរាជរៀនក៏គេបានជ្រៀងទៅអាហ្នឹងគឺជាលេខសម្ងាត់របស់គេហើយនៅកាលណាសម្លេងរបស់អ្នកទាំងពីរហ្នឹងចូលគ្នាទៅក៏បានជាលេខកូដសម្ងាត់ហ្នឹងអាចធ្វើឲ្យពួកគេហ្នឹងចូលទៅក្នុងអាភ្នំដាក់កំណប់ហ្នឹងបានដល់ពេលចូលទៅខាងក្នុងហ្នឹងឡើងសប្រាកំណប់មហាសាលរតនសម្បត្តិរបស់គេហ្នឹងដឹងជាស្អីជាអារបស់តូចអារបស់កែច្នៃឬក៏ជាអារបស់កណ្ដោអនុស្សាវរីយ៍មានន័យសម្រាប់ក្រុមគ្រួសារគេណាមិនមែនគ្រឿងពេជ្ររាប់លានរាប់សែនដុល្លារអីទេដូចជាកង់ដូចជាអីស្គីអីចឹងនៅខាងក្នុងហ្នឹងអាមួយដែលជាជនក្បត់ហ្នឹងវាថាចុំហើយអាហ្នឹងគឺជារតនសម្បត្តិដ៏សំខាន់របស់អ្នកឯងណាអត់ហ្នឹងទេហើយតារាជីឆានក៏ថាហ្នឹងឯងទៅរករតនសម្បត្តិអីទៀតមានតែស្គីមានតែកង់មានតែវត្ថុអនុស្សាវរីយ៍ទាំងអស់ហ្នឹងឯងដែលជាវត្ថុមានតម្លៃបំផុតសម្រាប់ជីវិតគាត់3 4នាក់ហ្នឹងហើយមួយហ្នឹងវាខឹងហើយវាថាអញបាញ់ឲ្យសម្លាប់ចោលហ្មងណាឥឡូវលុយឲ្យមាសទុកនៅណាហើយប៉ែហ្នឹងប្រាប់ថាលុយឲ្យមាសគេទុកនៅធនាគារមានណាគេយកមកទុកនៅខាងក្នុងភ្នំហ្នឹងហើយវាខឹងអើយខឹងមួយដែលជាជនក្បត់ហ្នឹងណាហើយរំពេចហ្នឹង Richie ក៏បានចូលមកខាងក្នុងហ្នឹងដែរពុកម្ដាយគេឃើញអញ្ចឹងគេថាអូហើយកូនឯងមកធ្វើអីហើយដល់ពេលអញ្ចឹងទៅអាមួយហ្នឹងក៏វាបាញ់ទៅអាកូនក្មេង Richie ទៅប៉ុន្តែសំណាងល្អអាហ្នឹងវាមានអាយក្រោះហ្នឹងហើយបាញ់អត់ងាប់ទេហើយពេលហ្នឹងណាពុកម្ដាយគេឃើញអញ្ចឹងក៏បានរកវត្ថុផ្សេងទៅវាយតដៃជាមួយនឹងពួកអស់ហ្នឹងទៅធ្វើឲ្យពួកគេទាំង3នាក់ហ្នឹងអាចចេញមកពីខាងក្នុងហ្នឹងបានទៅប៉ុន្តែសំណាងអាក្រក់នោះអាប៉ែអក្រិតជនហ្នឹងក៏បានចាប់អាយនឹងទ្វារហ្នឹងធ្វើឲ្យគាត់ដេញតាម3នាក់នេះអត់ទាន់ទេហើយ3នាក់ហ្នឹងក៏បានចេញមកខាងក្រៅភ្នំនេះទៅព្យាយាមរកផ្លូវក្រត់កិច្ចពួកចរាចរណ៍ចោះអត់ទាន់អញ្ចឹងណាអញ្ចឹងដល់ពេលគាត់មកដល់កន្លែងហ្នឹងអាកូនចៅរបស់អាប៉ែអក្រិតជននេះអាប៉ូលីសក្បត់នេះវាកំពុងតែព្យាយាមបាញ់ឡាស៊ែរពីចម្ងាយទៅព្រោះពេលហ្នឹងអារូបហ្នឹងធ្វើអត់ទាន់ហើយទេអញ្ចឹងវាមានអាឡាស៊ែរដែលគេឆ្លាក់អារូបហ្នឹងណាប៉ែហ្នឹងក៏បានបាញ់ឡាស៊ែរហ្នឹងទៅត្រូវក្រុមគ្រួសារទាំង3ហ្នឹងទៅប៉ុន្តែទាំង3នាក់ចេះតែកិច្ចផុតបានរហូតទេហើយពេលហ្នឹងប៉ែមេផ្ទះហ្នឹងក៏បានវាយតទល់គ្នាជាមួយនឹងអាប៉ូលីសក្បត់ហ្នឹងនៅកន្លែងហ្នឹងអញ្ចឹងទៅហើយអ្នកនៅកន្លែងនោះវាយគ្នាដេញគ្នាពេញខាងក្នុងហ្នឹងអញ្ចឹងទៅដល់ចុងក្រោយហ្នឹងក៏ធ្វើឲ្យអាប៉ូលីសក្បត់នេះវាយចាញ់អាមេផ្ទះនេះទៅហើយមេផ្ទះក៏ដរាបបានអាដងឡាស៊ែរហ្នឹងបាញ់ទៅលើអាប៉ែដែលជាមេអក្រិតជនហ្នឹងគាត់ធ្លាក់មកទីងណោងណាកន្លែងព្រំហ្នឹងទៅហើយចុងក្រោយហ្នឹងរាជរីក៏ប្រាប់ថាប៉ែឯងហ្នឹងត្រូវបានប៉ាខ្ញុំបណ្ដឹងចេញពីការងារហើយទាំងអស់គ្នាក៏បានដាល់អាប៉ែហ្នឹងម្នាក់ម្ដាយទៅគាត់ធ្វើឲ្យដំណោះស្រាយនៃរឿងហ្នឹងចាប់ត្រឹមឈុតហ្នឹងទៅ Oh, Richie! Grab my hand! ការណប្លង់ទៀតមកហ្នឹងរាជរីគេបានរៀបចំការប្រកួតអាកីឡារបស់គេនៅខាងក្នុងផ្ទះហ្នឹងពោពេញដោយភាពសប្បាយរីកយើងក៏បានឃើញថាអាមេអក្រិតជនហើយកូនចៅរបស់គាត់ហ្នឹងកំពុងតែធ្វើជាអ្នកកាត់ស្មៅធ្វើជាអ្នកថែសួននៅក្នុងសួនច្បាររបស់ផ្ទះរាជរីហ្នឹងយ៉ាងមើលទៅគួរឲ្យអាណិតខ្លាំងមែនទែនដែរហ្នឹង
ចឹងឯងឃើញចង់ចំណេញដាក់ចំណងចង់បានរបស់គេខ្លាំងពេកវិញចឹងឯងជាចុងក្រោយរឿង Richie Rich នេះក៏ចាប់បានសង្ខេបតែប៉ុណ្្នឹងទៅតែមានចង់ប្រាប់ទាំងអស់គ្នាថារឿងនឹងមានវគ្គ2ដូច្នេះសូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងឲ្យប៉ុស Diamond សម្រាប់រឿង Studio ដើម្បីអាចមើលរឿង Richie Rich វគ្គ2ជាបន្តទៀតជម្រាបលាបាយបាយ Likewise. Now our son really is the richest boy in the world. As friends.